เปิดเจียชาระยะเมนព្រះសក្យមនីចេតិយយ៉ាអ៊ីទីយ៉ូឬក៏ហៅថាដុំថ្មមាសដែលតម្កព្រះកេសាតែមួយសរសៃគត់របស់ព្រះពុទ្ធនៅក្នុងរដ្ឋមូលនៅតែអាចទប់ទល់នឹងគ្រោះធម្មជាតិបានបើទោះបីជាគ្រោះរញ្ជួយដីផ្ទុនកម្រិត 7.7 រិចទ័រនិង 6.4 រិចទ័របានវាយប្រហារចំកណ្ដាលប្រទេសមីយ៉ាន់ម៉ាធ្វើឲ្យរង្គើទូទាំងប្រទេសហើយមានរំញ័រធ្លាទៅដល់ទីក្រុងបាងកកប្រទេសចិនឥណ្ឌាបង់ក្លាដេសឡាវវៀតណាមនិងកម្ពុជាក៏ដោយគេមានជំនឿជឿថាព្រះសក្យមនីចេតិយយ៉ាអ៊ីទីយ៉ូឬក៏ដុំថ្មមាសអាចនៅតោងជាប់ទៅនឹងគែមនៃជន្លាថ្មចោតបានគឺដោយសារតែមានព្រះកេសាតែមួយសរសៃគត់របស់ព្រះពុទ្ធដែលតម្កល់នៅទីនោះដើម្បីទប់កុំឲ្យដុំថ្មនេះធ្លាក់ទៅដល់ក្រោមដុំថ្មមាសដ៏អច្ឆរិយៈនេះមានទីតាំងស្ថិតនៅកម្ពស់ 1100 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រលើកំពូលភ្នំយ៉ាអ៊ីទីយ៉ូដែលមានចម្ងាយប្រហែលជា 160 គីឡូម៉ែត្រពីទីក្រុងយ៉ានហ្គននិងជិត 600 គីឡូម៉ែត្រពីចំណុចចាប់ផ្ដើមនៃរញ្ជួយដីកាលពីរសៀលថ្ងៃសុក្រដែលធ្វើឲ្យរង្គើទូទាំងប្រទេសមីយ៉ាន់ម៉ាហើយអគារកម្ពស់ 30 ជាន់នៅក្នុងទីក្រុងបាងកកដែលមានចម្ងាយប្រហែលជា 1000 គីឡូម៉ែត្រពីចំណុចផ្ដើមនៃរញ្ជួយដីទៅហើយនៅតែបាក់រលំនោះកាលពីដើមទសវត្សរ៍ទី 20 ដុំថ្មមាសអណ្ដែតលើអាកាសមួយដុំនេះគឺធ្លាប់ជួបគ្រោះរញ្ជួយដីម្ដងដែរក៏ប៉ុន្តែនៅតែមិនធ្លាក់ដូចគ្នាដោយបាក់ត្រឹមតែកំពូលព្រះសក្យមនីចេតិយតែប៉ុណ្ណោះត្រង់ចំណុចនេះហើយដែលធ្វើឲ្យគេកាន់តែមានជំនឿលើដុំថ្មដ៏ស័ក្តិសិទ្ធិនេះដោយសារតែមានអំណាចដ៏អស្ចារ្យរបស់ព្រះពុទ្ធឃុំគ្រងដោយឡែកងាកទៅមើលទីក្រុង Zaigang និងទីក្រុង Mandalay ដែលជាតំបន់រងគ្រោះខ្លាំងទី2រញ្ជួយដីវិញបើស្ដាប់តាមព័ត៌មានគឺគួរឲ្យសោកសង្រេងជាទីបំផុតដោយសារតែឥឡូវនេះគ្រប់ទីកន្លែងធំក្លិនស្អុយដែលភាយចេញពីសពដែលជាប់ទៅក្នុងគំនរបាក់បែកគណៈអ្នកស្លាប់មានការកើនឡើងរហូតដល់ជាង 1007 នាក់ទៅហើយក៏ប៉ុន្តែបើយោងតាមភ្នាក់ងារអង្គការពុទ្ធសាសន៍សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថាតួលេខអ្នកស្លាប់អាចកើនឡើងលើស 10,000 នាក់ទៅទៀតព្រោះតំបន់នោះខ្លួនមិនទាន់អាចចូលទៅដល់ទេដោយសារតែមានអគារបាក់រលំច្រើនណាស់ហើយស្ពានខ្លះក៏ដាច់រីឯផ្លូវថ្នល់ក៏បានប្រេះហែកជាច្រើនកន្លែងហើយរដ្ឋាភិបាលសឹករបស់លោកមានអង្លាំងនៅតែបន្តទម្លាក់គ្រាប់ទៅលើក្រុមប្រឆាំងទៅទៀតទោះបីជារដ្ឋាភិបាលស្រមោលបានប្រកាសបិទឈប់បាញ់ពីសប្តាហ៍ក៏ដោយអ្វីដែលធ្វើឲ្យមីយ៉ាន់ម៉ាជួបការលំបាកខ្លាំងក្នុងការរុករកអ្នកដែលអាចរស់រានមានជីវិតគឺខ្វះគ្រឿងចក្រដែលជាហេតុធ្វើឲ្យអ្នកសង្គ្រោះនិងពលរដ្ឋខ្លះបង្ខំចិត្តប្រើដៃទទេកាយគំនូរថ្មបាក់បែកដើម្បីរកមនុស្សជាទីស្រឡាញ់របស់ខ្លួនឥឡូវមានបណ្ដាប្រទេសជុំវិញពិភពលោកបានបញ្ជូនអ្នកសង្គ្រោះនិងជំនួយផ្សេងរួមទាំងឧបករណ៍ស្កេនថ្នាំពេទ្យមុងភួយនិងចំណីអាហារជាដើមរួមទាំងកម្ពុជាផងដែរក៏ទៅជួយមីយ៉ាន់ម៉ាប៉ុន្តែនៅតែមិនគ្រប់គ្រាន់ឡើយដោយសារតែទំហំនៃការខូចខាតធំធេងពេកជាក់ស្ដែងគ្រាន់តែតួលេខបឋមបានបង្ហាញថានៅមីយ៉ាន់ម៉ាមានជាង 3000 អគារទៅហើយត្រូវបានបំផ្លាញនៅក្នុងនោះមានវត្តនិងព្រះវិហារប្រហែលជា 150 កន្លែងឯណោះហើយមានព្រះអង្គជាច្រើនអង្គក៏មានសេចក្តីរាយការណ៍ថាបានសគត់ទៀតផងនៅក្នុងទីក្រុងបាងកកប្រទេសថៃឯណោះវិញអ្នកបាត់បង់ជីវិតមានការកើនឡើងទៅដល់ 18 នាក់ទៅហើយនៅក្នុងនោះមាន 11 នាក់គឺរកឃើញនៅក្នុងគំនរបាក់បែកនៃអគារកម្ពស់ 30 ជាន់ហើយទីនេះគឺមានមនុស្ស 76 នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយទេបើទោះបីជាថៃបានបញ្ជូនឧបករណ៍ស្កេនអ៊ីស្រាអែលមកជំនួយនៅក្នុងការរុករកក៏ដោយក៏នៅតែជួបការលំបាកខ្លាំងណាស់ដែរសូមបញ្ជាក់ថានៅមីយ៉ាន់ម៉ាមានគ្រោះរញ្ជួយដី 5.1 រិចទ័រមួយលើកទៀតផងដែរកាលពីថ្ងៃអាទិត្យហើយនៅក្នុងកោះសូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីឯនោះវិញក៏មានរញ្ជួយដីកម្រិត 5.3 រិចទ័រផងដែរកាលពីម្សិលមិញ